បាទសួស្តីបងប្អូនគ្នាបាទថ្ងៃនេះផងដែរខ្ញុំបានមកបង្ហាញបងប្អូនគ្នាពីរបៀបនៅក្នុងការកំណត់អាឡាមមានន័យថាអឺបងប្អូនចង់ឲ្យអាឡាមនៅក្នុងកាមេរ៉ា IC របស់យើងនេះរោតាមម៉ោងដែលបងប្អូនចង់បានឧទាហរណ៍ថាបងប្អូនចង់ឲ្យវារោចាប់ពីម៉ោង7ល្ងាចដល់ម៉ោង7ព្រឹកបាទអញ្ចឹងគឺវានឹងរោតែម៉ោងតែស្រាប់ពេលវេលាយប់នោះទេគឺពីម៉ោង7ល្ងាចដល់ម៉ោង7ព្រឹកអញ្ចឹងចាំដឹងថាគេធ្វើម៉េចតោះឥឡូវយើងទៅមើលវីដេអូនេះទាំងអស់គ្នាបាទអញ្ចឹងបងប្អូនចូលមកកន្លែង setting នេះមកបាទដំបូងគេបាទបន្តមកទៀតបងប្អូនចូលលើពាក្យថា smart alarm បាទបើសិនជាបងប្អូនអត់បានបើក smart alarm នោះទេគឺបងប្អូនបើកមកហើយនៅពេលបងប្អូនបើកហើយបងប្អូនចុចលើពាក្យថា advance បាទ scroll មកក្រោមតិចមកបាទបងប្អូនចុចលើពាក្យ alarm period នេះមកបាទនេះគឺលក្ខខណ្ឌនេះគឺវារោ24ម៉ោងអញ្ចឹងដើម្បីឲ្យវារោតាមម៉ោងយើងចង់បានបងប្អូនចុចលើពាក្យថា custom alarm បាទអញ្ចឹងសម្រាប់ការកំណត់ឲ្យវារោចាប់ពីម៉ោង7ល្ងាចដល់ម៉ោង7ព្រឹកគឺយើងធ្វើការកំណត់ពីតង់បាទទី1គឺបងប្អូនកំណត់ឲ្យវារោចាប់ពីម៉ោង7បាទ7ល្ងាចរហូតដល់ម៉ោង12បាទអញ្ចឹងបងប្អូនធ្វើការបាទបើកជាមួយនឹង time turn on នេះបាទបើកហើយបងប្អូនកំណត់ម៉ោងដែលបងប្អូនចង់បាន start time អញ្ចឹងយើងចង់បានជាមួយនឹងម៉ោង7ល្ងាចអញ្ចឹងបងប្អូន scroll រកពាក្យថា19បាទ scroll រកម៉ោង19នេះមកបាទអូខេហើយសម្រាប់ end time បាទបងប្អូនយកជាមួយនឹងម៉ោងបាទ23ហើយយក59នៅពេលហ្នឹងគឺវានឹងរោរហូតដល់ម៉ោងបាទម៉ោង11:59នាទីហើយយើងនឹងបន្តម៉ោងមួយផ្នែកទៀតចាប់ពីម៉ោង12រហូតដល់ម៉ោង7ព្រឹកបាទអញ្ចឹងកន្លែងហ្នឹងគឺបងប្អូនយកម៉ោង23:59ចឹងមកចុចអូខេបាទបន្តមកទៀតនេះគឺជា time ដែលបងប្អូនថ្ងៃដែលបងប្អូនចង់ឲ្យវារោថ្ងៃណាខ្លះបើសិនជាបងប្អូនចង់ឲ្យវារោមកសាក់ប្រាពេញអញ្ចឹងបងប្អូនចុចបើក tick ទាំងអស់ហ្នឹងមកបាទចុចបើក tick ទាំងអស់ហ្នឹងមកបាទបើកទាំងអស់ចឹងមកតែប៉ុណ្្នឹងរួចរាល់មួយផ្នែកទេគឺវាជាផ្នែកមួយដែលវាត្រូវរោចាប់ពីម៉ោង7ល្ងាចរហូតដល់ម៉ោងដល់ពាក់កណ្ដាលត្រៀត11:59នាទីបាទអញ្ចឹងយើងបើកអានឹងមួយតមកទៀតយើងទៅបើកមួយទៀតបាទបើកមួយទៀតគឺចាប់ពីម៉ោងបាទម៉ោងនេះគឺត្រូវហើយតែបើសិនជាអត់ត្រឹមត្រូវទេគឺបងប្អូនធ្វើការសេរីដូចមិញមកគឺចាប់ពីម៉ោង12មានន័យថាម៉ោង00បាទ00នាទីរហូតដល់ម៉ោង7ព្រឹកបាទត្រូវហើយអញ្ចឹងបងប្អូនចុចបើកវាហើយខាងក្រោមនេះគឺដូចគ្នាចង់ឲ្យរោរយៈពេលមួយសប្តាហ៍ពេញបើកទាំងអស់បាទបើកទាំងអស់ចឹងមកបាទតែប៉ុណ្្នឹងក៏អូខេហើយគឺមានន័យថានៅពេលនេះគឺកាមេរ៉ា IC របស់យើងគឺវានឹងធ្វើការរោមានន័យថាឲ្យតែមានអីឆ្លងកាត់វានឹង alert ឬមកក៏ស្រែកជាសំឡេងអាឡាមបាទចាប់ពីម៉ោងបាទចាប់ពីម៉ោង7ល្ងាចដល់ម៉ោង13ដល់ម៉ោង11:59បាទហើយនឹង12:00ដល់ម៉ោង7ព្រឹកមានន័យថារោចាប់ពីម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចដល់ម៉ោង7ព្រឹកបាទអញ្ចឹងបើសិនជាបងប្អូនចង់ប្រើប្រាស់ជាមួយមុខងារនេះបាទចង់កំណត់ដូចខ្ញុំបានបែបនេះបាទបងប្អូនអាចធ្វើតាមវីដេអូរបស់ខ្ញុំបានបាទអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណ